ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KH អញ្ចឹងថ្ងៃនេះដែររៀងប្លែកបន្តិចគឺខ្ញុំមកបង្ហាញនេះគឺតាក់ទងជាមួយនឹងរបៀបថ្មីមួយទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ S Pen ដើម្បីបកប្រែភាសានៅលើពេលដែលយើងដាក់S Pen ហ្នឹងនៅលើអក្សរតួកន្លែងណាមួយអញ្ចឹងដើម្បីវាបកប្រែអញ្ចឹងណាបងប្អូនចឹងឧទាហរណ៍ថាឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលបន្តិចសិនតាក់ទងជាមួយនឹងការប្រើប្រាស់ S Pen ហ្នឹងគឺបងប្អូនអាចមើលទៅកន្លែងដែលមាននេះកន្លែង translate នេះបាទចឹងយើងចូលកន្លែង translate ហើយបន្ទាប់មកយើងគ្រាន់តែដាក់ពាក្យឧទាហរណ៍ថាខ្ញុំដាក់ cursor នៅលើសុំទោសអក្សរវាមិញវារត់ឧទាហរណ៍ថា skateboarding នេះបាទអញ្ចឹងបងប្អូនឃើញទេ G ski ឃើញទេនេះឃើញទេបងប្អូនបាទពេលដែលខ្ញុំដាក់ឧទាហរណ៍ថាpartnership ឥឡូវសាកដាក់ហ្នឹងវាដាក់ភាពជាដៃគូអូខេអញ្ចឹងពីមុនមកបងប្អូនឃើញទេតាំងពីពេលដែលគេមាន Galaxy AI មកគឺបងប្អូនភាគច្រើនគឺជួបជាមួយនឹងបញ្ហាហ្នឹងតាក់ទងជាមួយនឹងការដាក់ដើម្បីបកប្រែហ្នឹងគឺអត់អាចបកប្រែជាភាសាខ្មែរបានអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញហើយវីដេអូនេះគឺ apply ទៅលើGalaxy device ឲ្យតែថាមានប៊ិចឲ្យតែថាប្រើប៊ិចបានណាឲ្យតែថាប្រើប៊ិចបានប្រើ translate បានអញ្ចឹងគឺអាចប្រើប្រាស់មុខងារនឹងបានអញ្ចឹងជាដំបូងធម្មតាទេបងប្អូនពេលដែលយើងប្រើប្រាស់ហ្នឹងពេលដែលវា launch Galaxy AI មកគឺដោយសារក្រុមdevice យើងព្យាយាមប្រើប្រាស់ជាមួយនឹង on device AI on device AI ហ្នឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់ភាសាឬក៏ការប្រើប្រាស់អីមួយដែលនៅក្នុង device តែម្ដងអញ្ចឹងវាដោយសារ device យើង Galaxy AI វាអត់ទាន់មានភាសាជាតិរបស់យើងភាសាខ្មែររបស់យើងទេវាមានភាសាប្រមាណភាសាអញ្ចឹងទៅអញ្ចឹងគឺវាធ្វើឲ្យបងប្អូនប្រើបានអញ្ចឹងដើម្បីប្រើប្រាស់វិធីនឹងបានឥឡូវនេះគឺខ្ញុំចូលមកបង្ហាញបងប្អូនអាចចូលទៅ setting បាទចូលទៅ setting បន្ទាប់មកបងប្អូនអូយកពាក្យថាadvanced feature កន្លែងនេះ advanced feature បាទហើយបងប្អូនយកពាក្យថា S Pen បាទ S Pen ប៉ុន្តែដោយសារនៅក្នុងនេះប្រហែលជាតាក់ទងមួយ tablet នេះវាអត់បានប៉ុន្តែយើងអាចរកមើលកន្លែងនេះមកនេះចូល setting កន្លែងនេះមកអញ្ចឹងវាមកកន្លែង air command របស់ S Pen ហ្នឹងហើយនៅក្នុងនេះបងប្អូនកន្លែងនេះគឺតាក់ទងជាមួយនឹង S Pen អញ្ចឹង air command អញ្ចឹងបងប្អូនចូលកន្លែង air command បន្ទាប់មកទៀតបងប្អូនឃើញនៅខាងក្រោមនេះគេដាក់ថា translate អញ្ចឹងណាអញ្ចឹងបងប្អូនចុចលើ translate ធម្មតា translate វាមាន original វាមាន Samsung ជាមួយនឹង Google អញ្ចឹងឧទាហរណ៍ពេល original ហ្នឹងគឺមានតែ Samsung អញ្ចឹង Samsung គឺមាន language pack translation អញ្ចឹងវាមាន language pack ទាំងប្រមាណដែលតើយើង download វាទុកសិនអញ្ចឹងណាអញ្ចឹងពេលអាហ្នឹងគឺអត់តម្រូវការមានអ៊ីនធឺណិតទេពេលដែលយើងប្រើអាមុខងារហ្នឹងប៉ុន្តែដោយសារយើងចង់ប្រើប្រាស់ជាភាសាជាតិរបស់យើងអញ្ចឹងនៅក្នុង Samsung ហ្នឹងគឺអត់ទាន់មានភាសាជាតិយើងទេអញ្ចឹងយើងជ្រើសរើសយក Google មកបាទអញ្ចឹងបងប្អូនគ្រាន់តែដូរពី Samsung មក Google បាទនៅក្នុង S22 23 24 25គឺដូចគ្នាគឺបងប្អូនចូលមក function នឹងដូចគ្នាហើយបន្ទាប់មកបងប្អូនគ្រាន់តែឧទាហរណ៍ណាថាឥឡូវយើងកំពុងតែនៅអីមួយឧទាហរណ៍ណាខ្ញុំនៅលើ website នេះមួយចុះអូខេអញ្ចឹងបន្ទាប់មកខ្ញុំចង់បកប្រែណាឧទាហរណ៍អញ្ចឹងខ្ញុំចុចតែកន្លែង air command របស់ Samsung ហ្នឹងកន្លែង air command ហ្នឹងគ្រាន់តែចុចឲ្យវា load air command មកហើយយើងយក translate មកបាទនេះឃើញទេបងប្អូន translate បាទអញ្ចឹងយើងចុច translate មកហើយបន្ទាប់មកបងប្អូនឃើញមានភាសាអញ្ចឹងកន្លែងនេះភាសានេះបងភាសាកន្លែងនេះគឺ Spanish អាហ្នឹងយើងយក auto ទៅបានន័យថាវា auto ពីភាសាអីទៅភាសាដែលយើងចង់ហើយកន្លែងនេះគឺយើងជ្រើសរើសមកយើងយកភាសាខ្មែរឬក៏យើងយកភាសាអីតាមដែលយើងចង់អញ្ចឹងណាអញ្ចឹងខ្ញុំយកភាសាខ្មែរអូខេអញ្ចឹងបន្តមកទៀតខ្ញុំគ្រាន់តែចង់ដឹងឧទាហរណ៍ថាខ្ញុំចង់ដឹងពាក្យណាឥឡូវខ្ញុំដាក់ពាក្យដាក់ cursor នៅលើនេះឃើញទេបងប្អូននឹងមានភាសាខ្មែរមកវិញហើយភាពច្នៃប្រឌិតណាអូខេអញ្ចឹងcelebrate អូខេអញ្ចឹងខ្ញុំគ្រាន់តែដាក់ cursor នៅលើហ្នឹងមកគឺវានឹងបកប្រែយើងប្រារព្ធពិធីណាបាទ hackathon winner អាហ្នឹងអត់ដឹងមានឬក៏អត់ទេព្រោះដោយសារវាជាឈ្មោះឬក៏ជា special term ឬក៏អីមួយណាបាទអញ្ចឹងយើងចូលមកមើលមកឧទាហរណ៍ថាពាក្យណាផ្សេង collaboration យើងដាក់លើហ្នឹងមកវាឃើញកិច្ចសហប្រតិបត្តិការអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូន
ដូចនិយាយម្ដងទៀតអញ្ចឹងអានេះខ្ញុំបង្ហាញនៅលើ Tab S11 Ultra ប៉ុន្តែមុខងារហ្នឹងគឺ apply ទៅលើ devices របស់ Galaxy ដែលប្រើប្រាស់ S Pen បានអញ្ចឹងណាអញ្ចឹងនៅលើ M25 Ultra ក៏ខ្ញុំតេស្តហើយដែរគឺដូចគ្នាបងប្អូនគ្រាន់តែចូល setting បើថាប្រវាក់បងប្អូនចូល setting ទៅបន្ទាប់មក search ក៏បានដែរ air command វាយអក្សរហ្មងទៅកុំឲ្យយូរ air command របស់ S Pen ណាខ្ញុំនេះឃើញទេបងប្អូន air command អញ្ចឹងយើងចូលកន្លែង translate ណាកន្លែង translate ឃើញហើយដូរតែភាសាហ្នឹងទៅគឺបានហើយបងប្អូនវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែកម្លែកវីដេអូម្នាក់មួយផងហើយជាមួយនឹង subscribe channel YouTube របស់ Galaxy Tips KH ម្នាក់មួយផងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយបាទឃើញទេបងប្អូនអញ្ចឹងបានវីដេអូថ្មីមួយទៀតហើយណាជម្រាបលាបាយបាយ